Huy rìa cà thà cứ sẽ cái đây ati bài ông pip chi diệm ប្រជាជនក្នុងលោកដែលតាំងកសាងផ្ដើមឡើងជាបឋមនោះគឺរៀនសិលសាស្ត្រទាំងពួងឬស្វែងរកទ្រព្យសម្បត្តិដោយហត្ថកម្មជាដើមអាស្រ័យដោយអ្វីថាអាស្រ័យដោយវិរិយៈព្យាយាមតែបរាសចាកវិរិយៈហើយនឹងកសាងធ្វើការអ្វីមិនសម្រេចទាំងអស់វិរិយៈនេះជាសាសនៈទូទៅជាសាធារណៈទូទៅលើវិជាទាំងពួងហើយជាទីកាត់បងនៅទម្លាប់ខ្ជិលច្រអូសនេះចេញតាមធម្មតាមនុស្សកើតមកគ្មានវិជាសោះហៅថាល្ងងងងឹតលុះដ៏មានព្យាយាមរៀនសូត្រដោយមេត្តាបិតាឬរាជការជួយឧបត្ថម្ភដាស់តឿនទើបកើតវិជាចេះដឹងឡើងរីវិជានេះជាទីផ្លូវបង្កើតប្រាជ្ញានិងទ្រព្យសម្បត្តិហេតុនេះមនុស្សយើងកុំស្ថិតនៅជាមនុស្សធម្មតាគឺកើតឡើងល្ងងនៅជាល្ងងក្រនៅជាក្រនោះឡើយត្រូវប្រែទៅតាមសម័យដែលរាប់អានថាល្អពិតយកមកនមស្ការទុកដាក់ក្នុងចិត្តជានិច្ចកិរិយាដែលប្រែប្រួលពីមនុស្សធម្មតាបានដូច្នេះត្រូវឲ្យលះបង់ខ្ជិលច្រអូសចេញឲ្យមានវិរិយៈរៀនសូត្រសិលសាស្ត្រនិងខំធ្វើការងាររកទ្រព្យសម្បត្តិឲ្យមានឡើងគឺវិជ្ជាឬវត្ថុអ្វីដែលមិនមាននោះត្រូវព្យាយាមរៀនរកឲ្យមានឡើងបើមានឡើងហើយត្រូវព្យាយាមឲ្យរឹតតែចេះដឹងមានច្រើនឡើងតទៅទៀតនេះវិរិយៈខាងគតិលោកវិរិយៈគតិធម៌វិញហៅថាសម្មាវិជ្ជាមោគព្យាយាមដល់ប្រពៃមាន4យ៉ាងគឺ1អកុសលចិត្តៈឬក៏អកុសលចិត្តអាណាមិនទាន់បង្កើតឡើងត្រូវព្យាយាមបំបាក់កុំឲ្យបង្កើតឡើង2អកុសលចិត្តឯណាបង្កើតឡើងត្រូវព្យាយាមលះបង់ចោលចេញ3កុសលចិត្តឯណាមិនទាន់បង្កើតឡើងត្រូវព្យាយាមឲ្យមានឡើងឲ្យមានឲ្យកើតឡើង4កុសលចិត្តឯណាបង្កើតឡើងហើយត្រូវព្យាយាមឲ្យរឹងរឹតតែបង្កើតឡើងតទៅទៀតរីសិលសាស្ត្រខាងលោកខាងធម៌ក្តីទ្រព្យសម្បត្តិធនធានក្តីកើតមានឡើងដោយកិរិយារៀនរោគដោយពាក្យទំនៀមថាចេះព្រោះរៀនមានព្រោះរោគតាមសតិនិងតម្រេះតិចច្រើនប្រៀបដូចខ្សែស្ទង់ទឹកបើខ្សែវែងក៏ដឹងទឹកជ្រៅបើខ្សែខ្លីក៏ដឹងរាក់តាមភាពវាសនានិងបង្អង់ឈប់ពុំបានឯការងារមានប្រភេទច្រើនសន្តាននឹងធ្វើការមួយមុខអស់ការនោះហើយឈប់ដើរលេងនោះហៅថាមិនល្មមនឹងចិញ្ចឹមជីវិតបានព្រោះហេតុអ្វីព្រោះខ្ជិលក៏មានព្រោះមិនយល់ផ្លូវរកស៊ីនាំឲ្យទុញតគំនិតក៏មានដែលហេតុមិនរៀនសិលសាស្ត្រខាងជំនួញហេតុនេះបានជាសម្ដែងថាវិរិយៈជាមូលហេតុឲ្យកើតប្រាជ្ញាក្រាស់ដោយផែនដីតែបរាសចាកវិរិយៈហើយប្រាជ្ញានោះក៏សាបសូន្យបាត់ទៅអធិប្បាយថាតម្រិះវិជ្ជាទាំងពួងត្រូវស្វាត់ជាយឲ្យរឿយតែគ្មានវិរិយៈស្វាត់ជាយហើយនឹងភ្លេចវងវែងបាត់ទៅប្រៀបដូចជាផ្ទះបើលិចបាក់បែកបាក់ត្រូវជួសជុលឲ្យឆាប់បើមិនជួសជុលនឹងវិនាសខូចទៅជាអាសាអត់ការម្យ៉ាងទៀតដូចជារូបកាយឬវត្ថុជាបរិក្ខារត្រូវតែជំរះឲ្យស្អាតកុំឲ្យក្អែឬជ្រះស្នឹមនិងចម្រើនស្ថិតស្ថេរជារកាតទៅនេះមានឧបមាដូចម្ដេចមានឧបមាដូចតម្រិះវិជាដូចនោះឯងសម័យនេះនឹងចង្អុល
ឲ្យឃើញថាវិរិយៈធ្លាក់ក្នុងស្រុកប្រទេសណាស្រុកប្រទេសនោះច្រើនមានភោគសម្បត្តិនិងសិលសាស្ត្រប្រើការគ្រប់យ៉ាងដែលត្រូវការក្នុងលោកសំដោយពុទ្ធភាសិតថាពហុសច្ចញ្ញចៈពហុសច្ចញ្ញចៈសបញ្ចៈអេតមង្គកលមុតតមង្គអធិប្បាយថាសេចក្តីស្ដាប់ច្រើននិងរៀនយកនៅសិលសាស្ត្រជាមង្គលដ៏ឧត្តមជាទីឲ្យចម្រើនក្នុងលោកនិងបរលោកជាស្រ័យបងឆ្លុះទឹកមាត់ភាសិតនេះជាពាក្យប្រដៅវិសេសណាស់យើងក៏បីនឹងយើងក៏បីប្រណិប័តតាមកុំធ្វើប្រហែសដើម្បីបំបត្តិនៅពាក្យពោផ្សំនឹងខ្ជិលថាខំរៀនខំរកអីពេកស្រេចនៅវាសនានោះចេញទោះយើងមើលមិនឃើញទៅខាងមុខដោយម្ដេចសំបីព្រះពុទ្ធអង្គតាពុំទាន់បានត្រាស់ក្នុងបច្ឆមជាតិនេះទ្រង់មានវិរិយៈធ្វើទុក្ករកិរិយា6ព្រះវស្សាទើបបានត្រាស់មិនបានទៅផ្ទុំស្ងៀមចាំសំណាងនោះឡើយហេតុនេះត្រូវតាំងវិរិយៈរៀនវិជ្ជាឬធ្វើការងារឲ្យឆាប់ទើបបានសម្រេចប្រយោជន៍ដោយខំផ្សំនឹងសំណាងកសាងនោះឯងសំដោយភាសិតឲ្យថាឲ្យមានវិរិយៈសច្ចង្កុសលៈនៃមួយទៀតអ្នកមានវិរិយៈត្រូវប្រកបដោយអរិយាបថ4យ៉ាងគឺដេកដើរឈរអង្គុយឲ្យស្មើគ្នាតែឲ្យច្រើនជ្រុលទៅដោយអរិយាបថណាមួយនោះនឹងបង្កើតឡើងនៅសមុដ្ឋានរោគតែប្រទេសយើងមិនសូវមានអ្នកណាព្យាយាមជ្រុលពេកនោះទេច្រើនតែរៀនចេះល្មមប្រើការបានសន្មតថាចេះហើយក៏ឈប់ទៅហើយអ្នកធ្វើការងារក៏ដូចគ្នាច្រើនពោលពាក្យភ័ន្តច្រឡំផ្សំនឹងខ្ជិលថាកំលោភពេកឬផ្លូវធ្វើការងាររករបរគឺជួញប្រែធ្វើស្រែចម្ការច្បារដំណាំជាដើមនេះឈ្មោះថាធ្វើការបាសចៈទោហៅថាសមាអាជីវោចិញ្ចឹមជីវិតដោយប្រពៃឯហៅថាលោកនោះគឺចិញ្ចឹមជីវិតដោយមិច្ឆាជីវៈឯហៅថាលោកនោះគឺចិញ្ចឹមជីវិតដោយមិច្ឆាជីវៈមានលួចត្រាប់គេជាដើមឯកិច្ចដែលវិរិយៈធ្វើការងារមិនធ្វេសប្រហែសប្រយ័ត្នមិនឲ្យខូចខាតនេះជាមង្គលដ៏ឧត្តមដ៏ប្រសើរក្នុងអត្ថលោកនិងបរលោកសំដែងមកតាំងពីដើមបទរហូតដល់ទីបំផុតបទសន្មតថាចប់ដោយសង្ខេបនេះដើម្បីឲ្យឃើញថាសិលសាស្ត្រនិងភោគសម្បត្តិបង្កើតឡើងនាំកើងដល់ព្រះនគរនេះដោយវិរិយៈនេះជាទីទ្រទ្រង់នៅវិជ្ជានិងសម្បត្តិកំចាត់បងនៅល្ងងខ្លៅនិងផ្សត់អត់ឃ្លានថោកថយជាដែនឲ្យរុងរឿងទៅអនាគតកាលអ្នកអុកញ៉ាសុភាធីរាជស៊ូតើទៅជាមួយនឹងវិរិយកថាក៏បានចប់ដែលខ្ញុំបាទខនបើសូមអរគុណ